ទីផ្សារការងារនៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែងគណៈវិស័យឧស្សាហកម្មឈានដល់កម្រិត 4.0 ដែលជាសញ្ញាបង្ហាញថាធនធានមនុស្សចាំបាច់ត្រូវតែអភិវឌ្ឍសមត្ថភាពដើម្បីរក្សាសុវត្ថិភាពការងារចាប់យកឱកាសនិងបន្តអភិវឌ្ឍឲ្យទាន់សម័យកាលដូច្នេះការអភិវឌ្ឍជំនាញគឺជារឿងចាំបាច់បំផុតដើម្បីឈរជើងឲ្យបានកាន់តែរឹងមាំនៅក្នុងទីផ្សារការងារក៏ដូចជាចូលរួមចំណែករុញច្រានកំណើននៃផលិតភាពសម្រាប់ស្ថាប័នឲ្យកាន់តែប្រសើរចាសសូមគោរពជំរាបសួរទស្សនិកជនសូមស្វាគមន៍មកកាន់កម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់ចាសកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់ត្រូវបានផលិតឡើងនៅក្នុងគោលបំណងអប់រំពិភាក្សានិងលើកកម្ពស់ការអភិវឌ្ឍជំនាញដើម្បីឆ្លើយតបទៅនឹងកម្លាំងពលកម្មកម្ពុជាក្នុងពេលបច្ចុប្បន្ននិងនាពេលអនាគតជាក់ស្ដែងនៅពេលដែលយើងនិយាយអំពីឱកាសការងារឬមួយក៏អាជីពចាំបាច់ណាស់ទាមទារឲ្យយើងត្រូវតែមានជំនាញមួយច្បាស់លាស់ហើយជំនាញនោះទៀតសោតក៏តម្រូវឲ្យយើងត្រូវតែធ្វើការអភិវឌ្ឍជាបន្តផងដែរការដែលយើងបន្តអភិវឌ្ឍជំនាញរបស់ខ្លួនគឺជាការជំរុញឲ្យខ្លួនឯងទទួលយកនៅអ្វីដែលថ្មីពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងដើម្បីចាប់យកឱកាសការងារកាន់តែធំនិងធ្វើឲ្យអាជីពរបស់យើងកាន់តែរីកចម្រើនចាស់យ៉ាងណាមិញកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍នេះយើងនឹងលើកយកនៅប្រធានបទពិសេសមួយដើម្បីធ្វើការជជែកពិភាក្សាតាក់ទងទៅនឹងការអភិវឌ្ឍជំនាញសម្រាប់ឱកាសការងារនិងភាពរីកចម្រើននៅក្នុងអាជីពដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរបស់យើងគឺលោកជំទាវឧជាច័ន្ទម៉ូលីកាដែលលោកជំទាវគឺជាប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ NEA លោកជំទាវឧជាច័ន្ទម៉ូលីកាបច្ចុប្បន្នជាប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ NEA នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកជំទាវចាប់ផ្ដើមការងារនៅក្នុងវិស័យការងារនេះតាំងពីដើមឆ្នាំ2015ដែលភាគច្រើនធ្វើការទៅលើការផ្តល់សេវាការងារប្រឹក្សាយោបល់ការងារនិងអាជីពព្រមទាំងជាគ្រូបង្គោលនៅក្នុងអង្គភាពលោកជំទាវបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែកគ្រប់គ្រងនិងថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យលីយ៉ុងដឺនៅប្រទេសបារាំងផ្នែកធនធានមនុស្សចា៎សួរលោកជំទាវចា៎សូមជេងចាអរគុណច្រើនលោកជំទាវដែលបានចំណាយពេលវេលាអញ្ជើញចូលរួមនៅក្នុងកម្មវិធីជំនាញខ្ពស់ចំណុចខ្ពស់របស់យើងក្នុងសប្តាហ៍នេះហើយថ្ងៃនេះដែរយើងមានប្រធានបទពិសេសមួយដែរចាតាក់ទងទៅនឹងការអភិវឌ្ឍជំនាញដើម្បីទទួលបានឱកាសការងារនិងភាពរីកចម្រើននៅក្នុងអាជីពចាអញ្ចឹងដូច្នេះនាងខ្ញុំចង់សូមឲ្យលោកជំទាវជួយចែករំលែកបន្តិចតាក់ទងទៅនឹងជំនាញសម្រាប់តម្រូវការទីផ្សារនាពេលបច្ចុប្បន្នថាតើមានជំនាញសំខាន់អ្វីខ្លះឬក៏ជំនាញថ្មីអ្វីខ្លះដែរដែលមានតម្រូវការចាំបាច់សម្រាប់ទីផ្សារការងារដែរចាចាសូមអរគុណសម្រាប់សំណួរតាមពិតទៅជាក់ស្ដែងបើសិនជាយើងគិតថាតម្រូវការទីផ្សារការងារបច្ចុប្បន្ននេះគឺវាមានតម្រូវការច្រើនពាក់ព័ន្ធនឹងការតម្រូវការកម្លាំងពលកម្មដែលយើងត្រូវតែផ្គត់ផ្គង់ទៅខាងវិស័យឯកជនហើយខ្ញុំគិតថាពេលថ្មីនេះគឺខាងទីភ្នាក់ងារជាតិមុខរបរនិងការងារដែលយើងយោងទៅតាមការធ្វើការជាមួយខាងវិស័យឯកជនហើយមួយទៀតក៏ខាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ទើបតែគេហៅថាធ្វើការស្រាវជ្រាវហើយនឹងចេញផ្សព្វផ្សាយនៅប្រតិបត្តិព័ត៌មានទីផ្សារការងារថ្មីនេះដែលមានចំណងជើងថាទស្សនវិស័យមុខរបរនិងការងារឃើញថាមានតម្រូវការជំនាញជាច្រើននៅក្នុងនេះបើសិនជាយើងអាចថាវាមានច្រើនប៉ុន្តែយើងស្រង់តែជំនាញសំខាន់ដែលកំពុងមានតម្រូវការនៅក្នុងនោះយើងឃើញថាយើងមានតម្រូវការអ្នកដែលគាត់មានជំនាញវិស្វករឧស្សាហកម្មនិងផលិតកម្មវិស្វករសំណង់ស៊ីវិលវិស្វករអគ្គិសនីអ្នកបច្ចេកទេសខាងវិស្វកម្មអេឡិចត្រូនិកហើយនិងអ្នកបច្ចេកទេសគ្រឿងម៉ាស៊ីនតាមពិតទៅវាមានច្រើនប៉ុន្តែខ្ញុំសម្រង់ថាខ្ញុំគិតថា5នេះវាមានតម្រូវការនៅក្នុងទីផ្សារការងារហើយជាជំនាញសិតសឹងតែថាបើសិនជាគាត់រៀនចប់ទៅគាត់នឹងដូចថាមិនសូវមានភាពប្រកួតប្រជែងជាមួយអ្នកដទៃត្រូវទៅដើមការងារគាត់មានឱកាសច្រើននៅក្នុងការទទួលបានការងារប៉ុន្តែបើសិនជាយើងនិយាយពីជំនាញថ្មីខ្ញុំគិតថាយើងអាចម្នាក់សិតតែនិយាយអំពីខាងផ្នែក digital ផ្នែក AI អញ្ចឹងតែនេះគឺជាជំនាញអាចថាជាជំនាញមួយដែលអ្នកស្វែងរកការងារគាត់ជាពិសេសយុវជនយើងហ្នឹងគាត់គួរតែស្វែងយល់ហើយគួរតែថាតើជំនាញពាក់ព័ន្ធនឹង digital ហ្នឹងជំនាញអ្វីខ្លះដែលតម្រូវឲ្យគាត់
ដោយថាត្រូវបំពន់បន្ថែមហើយដើម្បីយកទៅប្រើប្រាស់នៅធ្វើការបានចាអរគុណច្រើនលោកជំទាវឃើញលោកជំទាវលើកឡើងមុនហ្នឹងគឺជំនាញមួយចំនួនដែលចាំបាច់ខ្លាំងមែនទែនអញ្ចឹងចង់ដឹងថាមូលហេតុឬក៏កត្តាប្រឈមអ្វីដែរដែលធ្វើឲ្យអ្នកដែលគាត់តម្រូវការជំនាញឬក៏អ្នកដែលបម្រើការងារតាក់ទងទៅនឹងផ្នែកហ្នឹងពិបាកស្វែងរកបុគ្គលិកដែលគាត់ចេះជំនាញហ្នឹងខ្លាំងម្ល៉េះលោកជំទាវតែពិតអ្វីដែលជំនាញលើកឡើងមិញនេះមានជំនាញខ្លះវាស្ថិតនៅក្នុងខាងផ្នែកការងារតែនៅក្នុងវិស័យឧស្សាហកម្មជាបើសិនជាយើងនិយាយពីវិស័យឧស្សាហកម្មក្នុងហ្នឹងគឺវាមានអនុវិស័យច្រើនខ្ញុំលើកឧទាហរណ៍តែផ្នែកអនុវិស័យកាត់ដេរដែលយើងដោតទៅលើខាងរោងចក្រគេហៅថាផ្នែកដេរសម្លៀកបំពាក់ផលិតស្បែកជើងឬក៏ផលិតផលធ្វើដំណាំផ្សេងអញ្ចឹងនៅក្នុងហ្នឹងបើយើងនិយាយថាកាត់ដេរយើងប្រកាសជាគិតថារឿងដេរហើយប៉ុន្តែនៅក្នុងហ្នឹងគឺវាមានជាគ្រឿងបច្ចេកទេសច្រើនផ្គុំដំឡើងឬក៏ការបញ្ជាម៉ាស៊ីនផ្សេងដើម្បីគេហៅចល័តពីកន្លែងមួយដាក់កន្លែងមួយឬក៏ការគ្រប់គ្រង maintenance គ្រឿងបន្លាស់ឬក៏គ្រឿងបញ្ជាម៉ាស៊ីនផ្សេងនៅក្នុងរោងចក្រសហគ្រាសឬក៏ការគេហៅថាប្រព័ន្ធភ្លើងនៅតាមបណ្ដារោងចក្រសហគ្រាសហ្នឹងវាមានការលំបាកក្នុងការជ្រើសរើសហេតុនេះហើយបានយើងឃើញថាអ្នកដែលគាត់មានជំនាញទាំងអស់នេះនៅពេលដែលគាត់មានភាពងាយស្រួលក្នុងការចូលទៅទីផ្សារការងារចា៎ជំទាវឆ្លើយតបទៅនឹងផលវិបាកនឹងដែរតើផលវិបាកនេះគឺយើងពិបាករកកម្លាំងពលកម្មនៅក្នុងស្រុករបស់យើងតែម្ដងឬមួយក៏យ៉ាងណាដែរលោកជំទាវការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មដោយសារ NEA ផ្ដល់សេវាជួយស្វែងរកការងារតែឱកាសការងារនៅក្នុងស្រុកយើងក៏មានផ្សព្វផ្សាយឱកាសការងារក្រៅប្រទេសដែរប៉ុន្តែគ្រាន់តែយើងទទួលបន្ទុកតែជួយសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋនៅក្នុងស្រុកអញ្ចឹងយើងធ្វើការជាមួយរោងចក្រសហគ្រាសក្រុមហ៊ុនផ្សេងនៅក្នុងវិស័យឯកជននៅក្នុងស្រុកយើងចា៎អញ្ចឹងបានន័យថាកម្លាំងពលកម្មដែលគាត់មកស្វែងរកការងារឲ្យតម្រូវទៅតាមរោងចក្រសហគ្រាសដែលគាត់ចង់បាននោះគឺពិបាកឲ្យគាត់ជួបគ្នាឬមួយក៏យើងពិបាករកធនធានដែលគាត់មានចំណេះជំនាញនោះដែរលោកជំទាវនៅក្នុងន័យនេះគឺបានន័យថាយើងអាចនិយាយបានថាយើងមាននយោជកដែលគាត់កំពុងមានតម្រូវការហើយយើងមានអ្នកស្វែងរកការងារប៉ុន្តែវាហាក់ដូចជាគាត់មិនទាន់បានគេថាស្របគ្នាជួបគ្នាក្នុងន័យថាពេលខ្លះនយោជកគាត់តម្រូវការជំនាញមួយចំនួនប៉ុន្តែអ្នកដែលស្វែងរកការងារគឺគាត់ដូចថាមានតែជំនាញផ្សេងអញ្ចឹងវាជ្រោះគ្នាវាក៏អត់ match គ្នាអញ្ចឹងក្នុងន័យនេះគឺឧទាហរណ៍ថាពេលខ្លះនយោជកគាត់ដូចថាមានគេហៅតម្រូវការកម្រិតមួយប៉ុណ្នេះប៉ុន្តែអ្នកស្វែងរកការងារមួយចំនួនតែគាត់នៅខ្វះលក្ខខណ្ឌមួយចំនួនវាថានៅត្រឹមកម្រិតនេះអញ្ចឹងវាក៏មានការលំបាកក្នុងការជ្រើសរើសដែរព្រោះពេលខ្លះខាងវិស័យឯកជនរោងចក្រសហគ្រាសគាត់ត្រូវការបុគ្គលិកមួយដែលគេហៅថាមានសមត្ថភាពមានជំនាញបច្ចេកទេសដែលគាត់រៀនហើយនឹងឲ្យចេះច្បាស់លាស់ហើយមានជំនាញទុនថែមទៀតអញ្ចឹងអ្នកស្វែងរកការងារគាត់ត្រូវតែបំពន់សមត្ថភាពរបស់គាត់នឹងដើម្បីឲ្យទៅដល់កម្រិតមួយដែលវិយោជកគាត់អាចទទួលយកបានចាសំណួរមួយទៀតនេះខ្ញុំចង់សួរទៅកាន់លោកជំទាវចែករំលែកជាមតិយោបល់ដែរបើសិនបើគាត់ជាម្ចាស់ស្ថាប័នរោងចក្រឬក៏សហគ្រាសវិញនៅក្នុងការបង្កើនសមត្ថភាពឬក៏ផលិតភាពទៅកាន់បុគ្គលិកឬក៏កម្មកររបស់គាត់តើគាត់គួរតែផ្ដោតទៅលើការអភិវឌ្ឍបុគ្គលិកនៅខាងក្នុងទេតាក់ទងទៅនឹងជំនាញដែលលោកជំទាវមានប្រសាសន៍ដែរគួរតែមានការបណ្ដុះបណ្ដាលជំនាញទាំងអស់នោះនៅក្នុងរោងចក្រស្ថាប័ននឹងផ្ទាល់ឬមួយក៏គួរតែព្យាយាមស្វែងរកអ្នកដែលគាត់មានជំនាញដើម្បីមកបំពេញកិច្ចការងារនឹងទៅវិញចា៎ពាក់ព័ន្ធនឹងចំណុចនេះខ្ញុំអាចនិយាយបានថាវាអាចមានអត្ថប្រយោជន៍ទាំងពីរចា៎ដោយសារទី1សម្រាប់បុគ្គលិកនៅក្នុងស្ថាប័នដើម្បីឲ្យគាត់អាចបណ្ដុះផ្នត់គំនិតឆ្លាញ់ស្ថាប័នឬក៏គាត់ដូចថាមើលសម្លឹងឃើញថានៅពេលដែលគាត់ធ្វើការឲ្យស្ថាប័នមួយហ្នឹងគាត់អាចទទួលអត្ថប្រយោជន៍ឬក៏គាត់អាចអភិវឌ្ឍខ្លួនឯងបានអ្វីខ្លះនៅពេលខាងមុខអញ្ចឹងការអភិវឌ្ឍជំនាញឬក៏ការបណ្ដុះបណ្ដាលបុគ្គលិកផ្ទៃក្នុងហ្នឹងគឺជាវាមានសារៈសំខាន់បានន័យថាយើងផ្ដល់ជាគេហៅថាអត្ថប្រយោជន៍បន្ថែមទៅដល់បុគ្គលិកយើងហើយយើងអាចផ្ដល់ជាផ្នត់គំនិតមួយថាស្ថាប័នមានគោលការណ៍ច្បាស់លាស់ក្នុងការអភិវឌ្ឍស្ថាប័នជាពិសេសអភិវឌ្ឍសមត្ថភាពបុគ្គលិកហ្នឹងដើម្បីឲ្យស្ថាប័នយើងហ្នឹងមានគេហៅថាធនធានមនុស្សប្រកបដោយចំណេះដឹងដើម្បីគោលដៅចុងក្រោយសម្រាប់នៅចក្ខុវិស័យរបស់ស្ថាប័នហើយសម្រាប់ការ
ដោយថាតើយើងធ្វើមិនដើម្បីដឹងថាបដោះបុគ្គលិកយើងផ្នែកនេះខ្ញុំគិតថានៅតាមស្ថាប័នឬក៏អង្គភាពមួយគាត់តែងតែមានវិធីសាស្ត្ររៀងៗខ្លួនហើយខ្ញុំគិតថាបើសិនជាជាក់ស្ដែងនៅទីផ្សារជាតិមុខរបរនឹងការងារយើងជាស្ថាប័នរដ្ឋទេប៉ុន្តែក៏យើងនៅមានជាវិធីសាស្ត្រមួយបានន័យថាអាចជារៀងរាល់6 ខែម្ដងហើយនឹងជារៀងរាល់ឆ្នាំតែងតែធ្វើការវិតម្លៃការគេហៅ performance assessment ធ្វើការវិតម្លៃការងាររបស់បុគ្គលិកអញ្ចឹងនៅក្នុងនោះគឺយើងមានតាំងពីសួរតាំងពីចំណុចខ្វះខាតរបស់បុគ្គលិកថាគាត់មានចំណុចខ្វះខាតអីគេហើយត្រូវអភិវឌ្ឍសមត្ថភាពទៅលើផ្នែកអីគេអញ្ចឹងនៅពេលដែលយើងប្រមូលបានព័ត៌មានទាំងអស់ហ្នឹងមកយើងក៏អាចរៀបចំឬក៏គិតផែនការបណ្ដុះបណ្ដាលមួយចំនួនដើម្បីបំពេញសមត្ថភាពដែរហើយសម្រាប់បុគ្គលិកនៅក្នុងស្ថាប័នបើសិនជាបុគ្គលិកមួយដែលប្រកបដោយចំណេះដឹងនៅពេលដែលគាត់ចេញទៅធ្វើការលទ្ធផលការងារឬក៏គាត់ប្រស្រ័យតាក់ទងវាទៅតាមនឹងដែរចាប៉ុន្តែមួយទៀតយើងថាតើគួរអញ្ជើញអ្នកជំនាញមកពីខាងក្រៅខ្ញុំគិតថាអានេះក៏ល្អដែរព្រោះដោយសារពេលខ្លះបុគ្គលិកមិនថាស្ថាប័នមួយស្ថាប័នផ្សេងពេលខ្លះក៏គាត់ត្រូវការពីធាតុចូលពីអ្នកជំនាញខាងផ្នែកផ្សេងដែរដើម្បីគាត់អាចយកមកថ្លឹងថ្លែងថាតាមបទពិសោធន៍អ្នកជំនាញនៅប្រទេសនេះនៅវិស័យនេះបែបនេះអញ្ចឹងតើគាត់គួរតែរៀនយកធ្វើយ៉ាងម៉េចដើម្បី apply នៅក្នុងអង្គភាពរបស់ខ្លួនឯងជាក់ស្ដែងចា៎អរគុណច្រើនលោកជំទាវមុននឹងបន្តិចយើងបានទៅចែកគ្នាតាក់ទងទៅនឹងការអភិវឌ្ឍសមត្ថភាពឬក៏អភិវឌ្ឍជំនាញសម្រាប់បុគ្គលិកឬក៏កម្មករដែលគាត់កំពុងបម្រើកិច្ចការងារដែរប្រសិនបើលោកជំទាវវិញលោកជំទាវយល់ថាទាំងរាជរដ្ឋាភិបាលនិងវិស័យឯកជនទាំងអស់គួរតែរៀបចំផែនការឬមួយក៏គួរតែផ្ដោតភាពសំខាន់យ៉ាងណាតាក់ទងទៅនឹងការអភិវឌ្ឍចាកម្មករឬក៏បុគ្គលិករបស់ខ្លួនដែរចានៅក្នុងន័យនេះដោយសារថាយើងអាចថានិយាយពីជ្រុងមួយនៃទស្សនៈរបស់ខ្ញុំផ្ទាល់ដោយសារខ្ញុំក៏មិនជាគេហៅថាកម្រិតអ្នកគេហៅរៀបចំគាត់ថាជាអនុវត្តអញ្ចឹងទៅខ្ញុំឃើញថាខ្ញុំយល់ឃើញថារដ្ឋហើយនៅវិស័យឯកជនគួរតែមានកិច្ចសហការគ្នាជិតស្និទ្ធប៉ុន្តែមិនមែនបានន័យថាបច្ចុប្បន្នមិនមានកិច្ចសហការយើងមានកិច្ចសហការហើយប៉ុន្តែយើងត្រូវតែពង្រឹងកិច្ចសហការហ្នឹងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតក្នុងន័យនេះបានន័យថាឧទាហរណ៍ជាក់ស្ដែងបើសិនជាក្របខ័ណ្ឌរបស់ក្រសួងការងារនៅបណ្ដុំបណ្ដាលវិជ្ជាជីវៈដែលមានគេហៅថាស្ថាប័នផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានតម្រូវការព័ត៌មានពីខាងវិស័យឯកជនបានន័យថាតើដើម្បីក្លាយទៅជាបុគ្គលិកដែលនៅក្នុងជំនាញនេះគាត់ត្រូវការជំនាញអីខ្លះបន្ថែមទៀតព្រោះពេលខ្លះយើងរៀនដូចយើងដឹងដែរថាពេលខ្លះទ្រឹស្ដីយើងរៀនហើយប៉ុន្តែគាត់ត្រូវការអនុវត្តជាក់ស្ដែងដែរអញ្ចឹងអានេះយើងត្រូវការធាតុចូលពីខាងវិស័យឯកជនដើម្បីឲ្យយើងអាចរៀបចំកម្មវិធីសិក្សាមួយដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារឧទាហរណ៍ថានៅពេលដែលខាងសាលាគាត់បរៀនចប់ទៅគាត់ត្រូវការកន្លែងកម្មសិក្សាអញ្ចឹងសំណូមពរឲ្យខាងវិស័យឯកជនគាត់បើកឱកាសទូលាយដើម្បីឲ្យសិស្សដែលគាត់បញ្ចប់ទៅចូលទៅហាត់ការទៅគាត់អាចទទួលបានចំណេះដឹងបន្ថែមចំណេះដឹងការអនុវត្តការងារជាក់ស្ដែងបន្ថែមនៅក្នុងកន្លែងការងារបរិយាកាសការងារហើយក៏អាចថាបើសិនជាឧទាហរណ៍ថាមានជាកិច្ចប្រជុំប្រមូលធាតុចូលពាក់ព័ន្ធនឹងកម្មវិធីសិក្សាឬក៏ពាក់ព័ន្ធនឹងជំនាញផ្សេងដែលគិតថានយោជកគាត់ត្រូវការអញ្ចឹងសូមឲ្យខាងវិស័យឯកជនគាត់ចូលរួមឲ្យបានច្រើនដើម្បីផ្ដល់ព័ត៌មានហ្នឹងទៅគឺដើម្បីឲ្យខាងអ្នកដែលគាត់ផ្ដល់ការអប់រំប្រដាល់ហ្នឹងគាត់អាចរៀបចំនៅកម្មវិធីសិក្សាមួយដើម្បីអាចឆ្លើយតបអញ្ចឹងយើងឃើញថានៅពេលដែលដូចថាសាលាហ្នឹងគាត់បណ្ដុះបណ្ដាលគាត់អាចគ្រប់គ្រងកម្លាំងពលកម្មដែលមានតម្រូវការហើយវិស័យឯកជនគឺស្រូបយកបានចាស់លោកជំទាវយើងទៅចែកគ្នាមួយអន្លើហើយតាក់ទងទៅនឹងការអភិវឌ្ឍជំនាញនឹងច្រើនណាស់ចាបច្ចុប្បន្នក៏យើងមានមូលនិធិអភិវឌ្ឍជំនាញឬក៏ SDF ដែរដែលលោកកំពុងតែធ្វើកិច្ចការងារតាក់ទងទៅនឹងការអភិវឌ្ឍជំនាញហ្នឹងអញ្ចឹងលោកជំទាវយល់ថា SDF គួរតែជំរុញគាំទ្រយ៉ាងណាទៀតដើម្បីឲ្យយើងអាចទទួលបានលទ្ធផលដូចដែលយើងចង់បានដែរចាចាអ្វីដែលខ្ញុំដឹងកន្លងមកខ្ញុំឃើញថា SDF ដែលយើងហៅថាមូលនិធិអភិវឌ្ឍជំនាញនេះពិតជាអាចថាមានអត្ថប្រយោជន៍នឹងជួយដល់អ្នកដែលគាត់
ត្រូវការអភិវឌ្ឍជំនាញបន្ថែមដោយសារថាបើយើងមើលទៅ SDF ក៏ជាគេហៅថាមូលនិធិមួយសម្រាប់ជួយទៅដល់ឧទាហរណ៍ថាវិស័យឯកជនដែលគាត់មិនមានថវិកាគ្រប់គ្រាន់ក្នុងការបន្តបណ្ដាលជំនាញសមត្ថភាពរបស់បុគ្គលិករបស់គាត់អញ្ចឹងវិស័យឯកជនគាត់អាចហៅថាដាក់ពាក្យស្នើសុំ apply ដែលយកមូលនិធិហ្នឹងដើម្បីមកអភិវឌ្ឍសមត្ថភាពបុគ្គលិកដែលគិតថាខ្លួនឯងហ្នឹងខ្វះចាហើយអ្វីដែលខ្ញុំតាមដឹងខ្ញុំ SDF ក៏គាត់មានវិស័យផ្ដោតសម្រាប់ក្នុងការអភិវឌ្ឍជំនាញនឹងដែរអញ្ចឹងខ្ញុំគិតថាកម្មវិធីនេះពិតជាអាចជួយអភិវឌ្ឍសមត្ថភាពបុគ្គលិកប៉ុន្តែនៅក្នុងហ្នឹងមិនយើងមិនផ្ដោតតែបុគ្គលិកទាំងអស់ទេក៏ជួយទៅដល់យុវជនដែរជាពិសេសស្ថាប័នផ្ដល់ការអប់រំបណ្ដុះបណ្ដាលក៏អាចគេហៅដាក់ពាក្យស្នើសុំមូលនិធិហ្នឹងដើម្បីយកមកអនុវត្តអញ្ចឹងខ្ញុំឃើញថាតាមរយៈមូលនិធិនេះវាជួយបន្ថែមទៅលើការអភិវឌ្ឍជំនាញកម្លាំងពលកម្មដើម្បីយើងអាចគ្រប់គ្រាន់ទៅក្នុងទីផ្សារការងារទោះបីជាថាវាមិនគ្រប់គ្រាន់ក៏តែក៏អាចជួយឲ្យជាពិសេសសមត្ថភាពជំនាញហ្នឹងគាត់កាន់តែមានប្រសើរឡើងជាងមុនអញ្ចឹងទៅធ្វើឲ្យគេហៅថាចង្វាក់ផលិតកម្មឬក៏សេដ្ឋកិច្ចហ្នឹងគឺអាចដំណើរការទៅបានល្អចាអរគុណច្រើនលោកជំទាវសម្រាប់កិច្ចពិភាក្សានៅក្នុងសប្តាហ៍នេះដូច្នេះជាចុងក្រោយតើលោកជំទាវមានជាសារអ្វីជូនទៅកាន់ទស្សនិកជនដែរចាសូមជើញជាដំបូងក៏សូមអរគុណដល់អ្នករៀបចំកម្មវិធីដែលបានផ្ដល់ឱកាសដល់នាងខ្ញុំក្នុងការចូលរួមនៅកម្មវិធីសប្តាហ៍នេះហើយជាចុងក្រោយនេះក៏សូមសំណូមពរហើយក៏ដូចជាលើកទឹកចិត្តទៅដល់យុវជនជាពិសេសអ្នកដែលគាត់កំពុងស្វែងរកការងារអ្នកដែលកំពុងសិក្សាយើងត្រូវតែសង្កត់ធ្ងន់ទៅលើសមត្ថភាពហើយក៏ដូចជាជំនាញដែលយើងកំពុងសិក្សាដោយសារថាជាក់ស្ដែងតម្រូវការទីផ្សារការងារគឺកំពុងតែមានតម្រូវការអ្នកដែលមានសមត្ថភាពអញ្ចឹងដើម្បីអាចប្រកួតប្រជែងនៅក្នុងទីផ្សារការងារបានសមត្ថភាពរបស់គាត់ត្រូវតែគេហៅថាបើសិនជាយើងនិយាយសាមញ្ញថាចេះអ្វីគឺចេះអភិកតដើម្បីយើងដើរតាមទាន់នៅការបម្រែបម្រួលទីផ្សារការងារហើយសូមកុំភ្លេចជំនាញដែលបន្ថែមពីលើជំនាញបច្ចេកទេសគឺយើងជំនាញទុនហើយក៏ដូចជាជំនាញផ្សេងឧទាហរណ៍ថាជំនាញភាសាហើយក៏ដូចជាជំនាញពាក់ព័ន្ធនឹងខាងផ្នែក Digital នេះទាំងអស់នេះហើយគឺសិតសឹងតែជាជំនាញដែលយើងអាចមានលទ្ធភាពរកការងារបានឆាប់រហ័សរក្សាការងារហើយអាចរកប្រាក់ចំណូលបានខ្ពស់ថែមទៀតចា៎ដោយឡែកមួយទៀតសម្រាប់វិស័យឯកជនក៏ដូចជាគ្រឹះស្ថានដើម្បីយើងអាចអភិវឌ្ឍជំនាញបុគ្គលិករបស់យើងបានឬក៏ជំនាញរបស់ខាងសន្និសិទបានគឺយើងអាចស្វែងរកនៅការជួយបន្ថែមតាមរយៈមូលនិធិអភិវឌ្ឍជំនាញអញ្ចឹងសម្រាប់គ្រឹះស្ថានក៏ដូចជាវិស័យឯកជនក៏អាចគេហៅថាដាក់ពាក្យដើម្បីអាចទទួលយកមូលនិធិនេះដើម្បីយកមកសម្រាប់អភិវឌ្ឍនៅជំនាញរបស់បុគ្គលិកហើយគិតថាបើសិនជាលក្ខខណ្ឌរបស់ខាងមូលនិធិអភិវឌ្ឍជំនាញនេះក៏មិនស្មុគស្មាញពេកដែរអញ្ចឹងគិតថាយើងអាចសាកសួរព័ត៌មានបន្ថែមហើយដើម្បីយើងអាច apply យកមូលនិធិនេះក្នុងការអភិវឌ្ឍជំនាញនៅក្នុងស្ថាប័នចា៎ចាស់ទស្សនិកជនបន្ទាប់ពីបានស្ដាប់នៅកិច្ចពិភាក្សារបស់យើងលើប្រធានបទនាសប្តាហ៍នេះហើយនាងខ្ញុំជឿជាក់ថាទស្សនិកជនពិតជាទទួលបាននៅចំណេះដឹងជាច្រើនក៏ដូចជាគន្លឹះសំខាន់ដើម្បីយកទៅអភិវឌ្ឍជំនាញក្នុងការដែលយើងអាចចាប់យកឱកាសការងារបានកាន់តែធំនិងធ្វើឲ្យអាជីពរបស់យើងកាន់តែរីកចម្រើននាងខ្ញុំចង់បញ្ជាក់ជូនផងដែរថា SDF មិនមែនជាគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញនោះទេប៉ុន្តែ SDF គឺជាស្ថាប័នអចិន្ត្រៃយ៍មួយដែលគាំទ្រដល់ការអភិវឌ្ឍជំនាញនៅកម្ពុជាពីកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់យើងក៏នៅតែមានប្រធានបទជាច្រើនទៀតដែលនឹងត្រូវលើកយកមកពិភាក្សារួមជាមួយនឹងការចូលរួមពីវាគ្មិនកិត្តិយសជាច្រើនរូបទៀតផងដែរចាអរគុណច្រើនលោកជំទាវចាក៏សូមអរគុណដែលលោកជំទាវចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់របស់យើងនៅក្នុងសប្តាហ៍នេះដូច្នេះនាងខ្ញុំ Clara វាគ្មិននឹងក្រុមការងារសូមអរគុណសូមជម្រាបលា